อบอซาโตលោកត្រាំបញ្ជាក់ថាមិនមានសង្គ្រាមទៀតទេក្រោយធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងកម្ពុជាថៃប្រធានាធិបតីអាមេរិកលោក Donald Trump ទេពតាចាក់ចេញពីប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2025នេះប៉ុណ្ណោះដើម្បីបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលោក Trump បានចាក់ចេញពីប្រទេសម៉ាឡេស៊ីទាំងក្តីរំភើបនិងរីករាយដើម្បីតាមរយៈសារបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃច័ន្ទនេះលោក Trump បានបញ្ជាក់ថាមានកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានចុះហត្ថលេខារួមមានពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងរ៉ែកម្រហើយកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់បំផុតនៅថ្ងៃម្សិលមិញនោះគឺការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងប្រទេសថៃនិងប្រទេសកម្ពុជាលោក Trump បានគូបញ្ជាក់ថាមិនមានសង្គ្រាមទេជីវិតមនុស្សរាប់លាននាក់ត្រូវបានសង្គ្រោះវាជាកិត្តិយសណាស់ដែលបានធ្វើរឿងនេះបានសម្រេចសូមជម្រាបជូនថាលោក Donald Trump ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនៅក្នុងប្រទេសម៉ាឡេស៊ីលោក Trump ក៏ចូលរួមកិច្ចប្រជុំកម្ពុជានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននិងកិច្ចប្រជុំផ្សេងទៀតផងដែរក្រោយបញ្ចប់ការងារដ៏មមាញឹករយៈពេលពេញមួយថ្ងៃនៅប្រទេសម៉ាឡេស៊ីលោក Trump កំពុងបន្តដំណើរទៅកាន់ប្រទេសជប៉ុននៅព្រឹកថ្ងៃច័ន្ទនេះដើម្បីជួបនាយករដ្ឋមន្ត្រីថ្មីលោកស្រីសាណេ តាខៃជីក្នុងដំណើរទស្សនកិច្ចរយៈពេល5ថ្ងៃមកកាន់តំបន់អាស៊ីនេះដែរលោក Trump នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាថ្នាក់រំបន់មួយទៀតនៅខាងក្រៅកិច្ចប្រជុំនេះលោក Trump ក៏គ្រោងជួបជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅថ្ងៃប្រហោះដើម្បីពិភាក្សាអំពីជំលោះពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរនេះលោកអនុទិនឆាន់វីរកុលនាយករដ្ឋមន្ត្រីថៃបានមានឱកាសជួបលោក Donald Trump ប្រធានាធិបតីអាមេរិកនៅខាងក្រៅកិច្ចប្រជុំកម្ពុជាអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ហើយលោកបានអញ្ជើញលោក Trump ឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃបានម្ដងព្រោះតែមិនដែលមានប្រធានាធិបតីអាមេរិកលោកណាធ្វើដំណើរមកប្រទេសថៃអស់រយៈពេល10ឆ្នាំមកហើយថ្លែងទៅកាន់អ្នកសារព័ត៌មានពេលត្រឡប់មកទីក្រុងកូឡាឡាំពួរវិញវេលាម៉ោង3រសៀលថ្ងៃអាទិត្យម្សិលមិញលោកអនុទិនបាននិយាយថាលោកមានឱកាសនិយាយជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលក្នុងជំនួបនោះលោកបានស្នើសុំលោក Trump ឲ្យគាំទ្រប្រទេសថៃក្នុងបញ្ហាពាណិជ្ជកម្មនិងពន្ធគុយលោកអនុទិនបានបន្ថែមថាលោកបានអញ្ជើញប្រធានាធិបតី Trump ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃដោយកត់សម្គាល់ថាគ្មានប្រធានាធិបតីអាមេរិកណាម្នាក់បានមកទស្សនកិច្ចនៅព្រះរាជាណាចក្រថៃអស់រយៈពេលមួយទសវត្សរ៍មកហើយលោក Trump បាននិយាយថាលោកបានយល់ព្រមពិចារណាលើការអញ្ជើញនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation ជាគូនៅថ្ងៃទី27ខែតុលាឆ្នាំ2025នាវេលាម៉ោង11ក្នុងព្រឹកនេះក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីចុះត្រួតពិនិត្យសប្បាវុធដែលបានត្រឡប់មកកាន់បន្ទាយដែលស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបវិញបន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃនៅចំណុចភូមិធម្មជាតិឃុំស្រែអែមស្រុកជុំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025វេលាម៉ោង 6:00 នាទីយប់មិញក្រោយភាគីកម្ពុជានិងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍និងអាវុធធ្ងន់ៗរបស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តសញ្ញានៃការបដិញ្ញាជាការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍អេកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមបញ្ជាក់ថាសកម្មភាពខាងលើគឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុចរិតនិងការបញ្ជាក់ពីការដាំងចាត់ដ៏ម៉ឺងម៉ាត់ឥតងាក់រេរបស់កម្ពុជាក្នុងការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលបានដកហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីថៃដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ធ្វើជាសាក្សីផងដែរអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមទៀតថាកម្ពុជាសង្ឃឹមយ៉ាងមុតមាត់ថាការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរដើម្បីលើកកំណត់សន្តិភាពស្ថិរភាពនិងការវិលត្រឡប់ទៅកាន់ប្រក្រតីឡើងវិញនៅពេលដែលឆាប់ខាងមុខនេះ
សហរដ្ឋអាមេរិកនឹងដកចេញដីបំរាមលោកអាវុធមកកាន់កម្ពុជាព្រមទាំងចាប់ផ្ដើមធ្វើសមុទ្រយុទ្ធយសឆ្មាអង្គរ Sentinel ដោយជាមួយគ្នាឡើងវិញខណៈសមុទ្រយុទ្ធយសនេះបានធ្វើលើកចុងក្រោយនាឆ្នាំ2017បើតាមការពេញចាក់ពីសទ្ធីវិទ្យដកបំរាមលោកសាវអាវុធនឹងចាប់ផ្ដើមសមុទ្រយុទ្ធយសអង្គរ Sentinel ឡើងវិញដោយផ្អែកទៅលើថាកម្ពុជាបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការស្វែងរកសន្តិភាពនិងសន្តិសុខបន្ថែមលើនេះបើតាមការបញ្ជាក់ពីសទ្ធីវិទ្យដដែលសហរដ្ឋអាមេរិកនឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅសាលាយោធាអាមេរិកដូចជាសាលា West Point Air Force Academy និងសាលាផ្សេងៗទៀតចំណុចមួយទៀតអាមេរិកនិងកម្ពុជាក៏បានឯកភាពរង្រីកកិច្ចសាបតារិកាប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មឆ្លងដែនអ្នកជួញដូរគ្រឿងញៀននិងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតផងដែរសូមជម្រាបថាការប្រកាសរបស់សទ្ធីវិទ្យខាងលើបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចូលរួមជាសាក្សីក្នុងការដកហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅឆាប់បញ្ចប់ជម្លោះដែលកំពុងតាំងតឹងនៅតំបន់ព្រំដែនការសម្រេចរបស់អាមេរិកបែបនេះគឺជាការបើកឱកាសថ្មីសម្រាប់កម្ពុជាស្របពេលថ្នាក់ដឹកនាំប្រទេសទាំងពីរបានដកហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការបន្ថែមទៀតកាលពីម្សិលមិញគួរឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានដកហត្ថលេខាកាលពីម្សិលមិញនេះបានបញ្ចូល8ចំណុចសំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីឈានទៅឆាប់បញ្ចប់ជម្លោះនៅតំបន់ព្រំដែនដោយសន្តិភាពបើតាមក្រសួងការពារជាតិក្រោយដកហត្ថលេខានៅពេលថ្ងៃមកដល់ពេលយប់ថ្ងៃដដែលកម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្ដើមកែសម្រួលយុទ្ធោបករណ៍និងអាវុធធ្ងន់ៗមួយផ្នែកជំហានទី1សម្រាប់ជានិមិត្តសញ្ញានៃការព្រមព្រៀងគ្នាក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានការកែសម្រួលយុទ្ធោបករណ៍និងអាវុធធ្ងន់ៗនឹងក្នុងន័យបង្ហាញពីកាយវិការសុចដ្ឋាននិងការបញ្ជាក់ពីការដាំងចិត្តដ៏ម៉ឺងម៉ាត់នៃការអនុវត្តនៅអ្វីដែលបានព្រមព្រៀងគ្នាកម្ពុជាបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាត់ថាការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរដើម្បីលើកកំណត់សន្តិភាពស្ថិរភាពនិងការវិលត្រឡប់ទៅកាន់ប្រក្រតីឡើងវិញនៅពេលដែលឆាប់ខាងមុខនេះកម្ពុជាក៏បានបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាឥតងារីរបស់ខ្លួនក្នុងការគោរពនិងអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរព្រមទាំងបន្តធ្វើការជិតស្និទ្ធជាមួយនឹងថៃដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរជាច្រើនជំនាន់តមកទៀត